ទីពីរថ្នាក់រៀនតើថ្នាក់រៀននឹងគឺជាបរិយាកាសមួយឲ្យមនុស្សលូតទេឬមួយឲ្យមនុស្សភ័យខ្លាចខ្ញុំនេះចូលថ្នាក់ទី1ខ្ញុំធ្លាក់ខ្ញុំដុកមួយឆ្នាំខ្ញុំពីទី1ដល់ទី4គឺខ្ញុំធ្លាក់រហូតបាទទី5បានខ្ញុំចាប់ដើមជាប់វិញក៏ប៉ុន្តែពេលនោះគ្រូទេអ្នកគ្រូទេតែគាត់ផ្ដល់នៅបរិយាកាសមួយថាអត់អីទេយើងធ្វើបានបរិយាកាសមួយធ្វើម៉េចបើយើងរៀនរៀងមិនសូវប្រកែជាងគេរៀនកន្លះម៉ោងយើងរៀន1ម៉ោងរៀនទៅតែទៅមុខកុំឈប់គាត់បានបដោះនៅស្មារតីមួយកុំនៅមួយកន្លែងយើងអាចប្រែក្លាយស្ថានភាពបានទេអញ្ចឹងដូចខ្ញុំនិយាយយើងគឺជាគូសកលបាទយើងត្រូវមានផ្នត់គំនិតថ្មីក្នុងការបដោះមនុស្សហើយខ្ញុំបានប្រាប់លេខាធិការឋានសសករាជធានីខ្ញុំថាស្រួលទេអាមេរិករៀនអីយើងរៀនហ្នឹងទៅកុំស្មុគស្មាញពេកកាលពីមុនគីមីហ្វីសិកថ្នាក់ទី10 8 9 10បានរៀនឥឡូវគេរៀននៅសាលាមតីបាទកាលមុនទី9ទី10បានស្គាល់អាប្រភេទដែកប្រភេទ element នៃទាំងអស់ហ្នឹងយើងទេអត់មានពីណាទេបាទអត់មានកុំទៅបន្ទោសក្រសួងអប់រំកុំទៅបន្ទោសអ្នកណាទាំងអស់សួរថាយើងនៅក្នុងសាលារបស់យើងបរៀនមនុស្សវាមិនបាទហើយអានឹងអត់មានពីណាខត់យើងប៉ុណ្ណឹងអញ្ចឹងបានខ្ញុំយកអ៊ីនធឺណិតនេះជារឿងធំព្រោះមនុស្សនឹងចេះអង់គ្លេសមនុស្សនឹងលំហូរនិងលំហនៃចំណេះដឹងគឺនៅអ៊ីនធឺណិតទាំងអស់នៅព្រះវិហារក្មេងៗហ្នឹងគឺនៅសាលាមត្តេយ្យសហគមន៍យើងដាក់តែទូទស្សន៍មួយគ្រឿងឲ្យតអ៊ីនធឺណិតឲ្យទាំងអស់គ្នានឹងចេះច្រៀងអង់គ្លេសទាំងអស់តែគាត់មិនដឹងគេថាម៉េចទេណាតែចេះច្រៀងតាមគេទាំងអស់បាទនេះជាយុទ្ធសាស្ត្រនៃការប្រែមនុស្សមកគាត់ស្គាល់ភាសាគាត់ចេះច្រៀងគាត់ស្គាល់ពីសិល្បៈតម្លៃនៃជីវិតគឺនៅទៅនឹងអ្នកដែលចេះសិល្បៈគឺតម្លៃនៃជីវិតហ្នឹងបាទនៅទៅនឹងតាទំនាក់ទំនងការបង្រៀនមនុស្សឲ្យចេះប្រស្រ័យតាក់ទងគ្នានៅក្នុងថ្នាក់ជាមិត្តភក្តិមនុស្សស្គាល់ពីពិភពលោកគឺនៅនឹងគាត់មើលនឹងអត់អស់ហ្មងទេបាទ